หรือถ้าพลองในทีนี้ในทีนี้ก็คือพลองรถการโดยรอให้ในทีนี้คือเธอพลองรถการโดยใช้คือเมียนมดตับมาไล่เกียร์กระทรวงตัวเดียวใดเธอเอาแต่ลูกตับมาไล่ก็รับดังเก้ลูกทุกคนดังเก้มวยาวเย็นตัวเซ่เฮ้ยยี่เฮ้ยกันตัวตามบ้านแต่เมียนพลองรึงបាទទស្សនិកជនជាទីមេត្រីលោកមេភូមិអះអាងថាមន្ទីរសុរិយោដីខេត្តកំពង់ស្ពឺយកដីសាធារណៈមកចេញប្លង់ឲ្យคล้ายជាកម្មសិទ្ធិឯកជនហើយការចេញប្លង់នេះគឺខុសភូមិសាស្ត្រខុសដែនរដ្ឋបាលទៀតផងបាទជុំវិញករណីនេះគឺរាយការណ៍ដោយលោកសវណ្ណចន្ទរីកាហ្វេគឺជាកាហ្វេសុខភាពដ៏ល្អបំផុតសម្រាប់លោកអ្នកដែលមានរោងចក្រផលិតនៅប្រទេសម៉ាឡេស៊ីនិងទទួលស្គាល់គុណភាពដោយក្រសួងសុខាភិបាលម៉ាឡេស៊ីនិងក្រសួងសុខាភិបាលកម្ពុជាដែលផ្សំពីដើមបន្ទង់ក្រហមយិនសិនរួមនឹងសារធាតុសំខាន់ៗមួយចំនួនទៀតជួយបន្ថយភាពតានតឹងបំបាត់ stress និងបង្កើនការចងចាំកាត់បន្ថយជាតិខ្លាញ់និងជាតិស្ករបង្កើនសមត្ថភាពផ្លូវភេទទាំងបុរសនិងស្ត្រីរីឯតម្លៃវិញគឺសមរម្យសូមទំនាក់ទំនងទូរស័ព្ទលេខ096 53 26 207ឬ097 75 92 896ស្របពេលដែលពលរដ្ឋជិត200គ្រួសារនាំគ្នាប្តឹងសុំរំលាយប្លង់រឹងដោយទាមទារយកដីអ្នកតាទុកជាសម្បត្តិរដ្ឋវិញស្រាប់តែលោកមេភូមិអូកាគីរួមនឹងលោកមេឃុំតាំងក្រូចស្រុកសំរោងទងបញ្ជាក់ថាដីដែលមន្ទីរសុរិយោដីខេត្តកំពង់ស្ពឺយកទៅកាត់ជ្រៀលនិងចេញបានកម្មសិទ្ធិប្លង់រឹងឲ្យក្លាយជាកម្មសិទ្ធិលោកយ៉ាវយេមមេភូមិតាសាលនោះគឺពិតជាដីសាធារណៈរបស់រដ្ឋដែលជាទីតាំងសម្រាប់គោរពបូជាអ្នកតាប្រកាសមែនបើតាមលោកមេភូមិអូកាគីនីតិវិធីនៃការកសាងបានកម្មសិទ្ធិប្លង់រឹងក្នុងការយកដីរដ្ឋឲ្យក្លាយជាកម្មសិទ្ធិឯកជននេះដែរគឺមានភាពមិនប្រក្រតីនោះឡើយជាហេតុនាំឲ្យមន្ទីរសុរិយោដីខេត្តកំពង់ស្ពឺចេញប្លង់ខុសផែនទីខុសភូមិសាស្ត្ររដ្ឋបាលភូមិឃុំនិងរំលោភដែនគ្រប់គ្រងករណីនេះភរិយាលោកមេភូមិតាសាលដែលជាម្ចាស់ប្លង់រឹងបានចេញមុខបំភ្លឺជំនួសប្តីថាដីនោះគឺខ្លួនបានកាន់កាប់យូរហើយនិងមានការបែងចែកពីសម្ដេចសៃឈុំសូមជម្រាបថាដីដែលពលរដ្ឋកំពុងប្តឹងតវ៉ានោះមានទំហំ137ម៉ែត្រការ៉េត្រង់ចំណុចរោងអ្នកតាស្ថិតក្នុងភូមិអូកាគីភូមិតាំងក្រូចស្រុកសំរោងទងខេត្តកំពង់ស្ពឺជុំវិញរឿងនេះដែរលោកលីលេងមេភូមិអូកាគីបានអះអាងប្រាប់ដើមរាំងនៅថ្ងៃទី19ខែឧសភាឆ្នាំ2025ថាព្រំប្រទល់ភូមិសាស្ត្ររវាងភូមិអូកាគីភូមិតាំងក្រូចនិងភូមិតាសាលភូមិខ្ទុំក្រាំងគឺមានផែនទីកំណត់ដែនរដ្ឋបាលគ្រប់គ្រងច្បាស់លាស់ត្រឹមត្រូវផ្លូវចាស់ពលគឺខាងជើងផ្លូវចាស់ជាដែនរដ្ឋបាលរបស់ភូមិតាសាលភូមិខ្ទង់ក្រាំងស្រុកសំរោងទងរីឯខាងត្បូងផ្លូវចាស់ជាដែនរដ្ឋបាលឃុំអូកាគីឃុំតាំងក្រូចស្រុកសំរោងទងជាក់ស្ដែងដីទំនាស់មួយនេះមានទីតាំងនៅខាងត្បូងផ្លូវចាស់គឺស្ថិតនៅក្នុងដែនរដ្ឋបាលភូមិអូកាគីឃុំតាំងក្រូចឃុំតាំងក្រូចទាំងស្រុងផ្ទុយទៅវិញស្រាប់តែមន្ទីរសុរិយោដីខេត្តកំពង់ស្ពឺយកទៅអង្គន់បំបែកក្បាលដីនិងចេញប្លង់រឹងឲ្យក្លាយជាកម្មសិទ្ធិលោកយ៉ាវយេមអស់មួយផ្នែកដោយស្ងាត់និងបន្លំថាដីនេះស្ថិតក្នុងភូមិតាសាលភូមិទុំក្រាំងទៅវិញពលគឺប្លង់នៅលើក្រដាស់និងទីតាំងដីជាក់ស្ដែងខុសគ្នាដាច់ស្រឡះតែម្ដងលោកលីលេងបន្តថាដីអ្នកតាទទឹង15ម៉ែត្របណ្ដោយ50ម៉ែត្រត្រូវលោកយ៉ាវយេមរត់ការយកធ្វើជាកម្មសិទ្ធិអស់5ម៉ែត្រនិងបណ្ដោយ50ម៉ែត្របណ្ដាលឲ្យអ្នកស្រុកក្រៅក្រហាយគ្រប់គ្នាក្នុងនោះពលរដ្ឋជិត200គ្រួសារនាំគ្នាផ្តិតមេដាយតវ៉ាដោយមានរូបលោកជាតំណាងលោកលីលេងបញ្ជាក់ថាទាំងខ្ញុំនិងពលរដ្ឋក្នុងភូមិមានអ្នកណាដឹងឡើយរឿងគេធ្វើប្លង់ហើយទើបនឹងភ្ញាក់ផ្អើលនៅពេលឃើញលោកយ៉ាវយេមមេភូមិតាសាលជួលរថយន្តបែនមកចាក់ដីនិងបង្ហាញប្លង់រឹងបើតាមលោកលីលេងការកសាងបានកម្មសិទ្ធិដីមួយនេះគឺមិនប្រក្រតីឡើយទី1ខុសដែនរដ្ឋបាលភូមិឃុំក្នុងការគ្រប់គ្រង2លោកយ៉ាវយេមមេភូមិតាសាលបន្លំដែនរដ្ឋបាលរួចសញ្ញេខ្លួនឯងនៅបំពេញទម្រង់បែបបទសញ្ញេទៅរដ្ឋបាលឃុំខ្ទប់ក្រាំងទាំងដែលឃុំនេះនៅក្រៅដែនរដ្ឋបាលសោះនឹងដើម្បីឲ្យមានចម្លើយទាំងសងខាងដើមរាំងបានទំនាក់ទំនងសុំការបំភ្លឺពីលោកយ៉ាវយេមមេភូមិតាសាលប៉ុន្តែភរិយារបស់លោកចេញមកឆ្លើយជំនួសប្តីថាដីនោះខ្លួនបានកាន់កាប់យូរហើយទើបមន្ត្រីជំនាញចេញប្លង់រឹងឲ្យខ្លួនលោកស្រីបន្តថាខ្ញុំមិនមែនជាជនសាមញ្ញធម្មតាទេហើយដីនេះសម្ដេចវិបុលសេនាភក្តីសាយឈុំឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រជាអ្នកបែងចែកឲ្យខ្លួនលោកស្រីអះអាងថាខ្ញុំពុំបានរំលោភយកដីរោងបុណ្យនោះទេមុនធ្វើហ្នឹងគេបែងចែកឲ្យអស់គេកាត់ឲ្យត្រឹមត្រូវហើយខ្ញុំនេះមិនមែនអ្នកជនសាមញ្ញទេគឺជនភៀសឹកសម្ដេចតាសាយឈុំគាត់ចែកខ្ញុំមិនតែតំណៅឋានខ្ញុំរាល់ថ្ងៃណាអាពួកដែលវាសង្គមគេឆ្អត់ខ្ញុំនេះគេដើរទៅថាខ្ញុំហ្នឹងក៏ចាក់យករួមបុណ្យទៅផ្ទះនៅអូយអត់សមទេបងណែចាគេកាត់ឲ្យខ្ញុំដោយយុត្តិធម៌អត់មានប្រយោ
ចូលរួមបុណ្យបានមួយអាមទេបង លោកសៅសម្បូរមេឃុំតាំងក្រូចបានថ្លែងថាដីត្រង់ចំណុចខាងលើគឺស្ថិតក្នុងដែនរដ្ឋបាលភូមិអូកាគីឃុំតាំងក្រូចបើតាមលោកមេឃុំតាំងក្រូចក្នុងពេលវាស់វែងធ្វើប្លង់គឺលោកពុំបានដឹងនោះឡើយហើយលោកទើបនឹងដឹងនៅពេលម្ចាស់ប្លង់ចាក់ដីប៉ុណ្ណោះលោកសៅសម្បូរបញ្ជាក់ថាម្ចាស់បានកម្មសិទ្ធិពិតជាបានយកឈ្មោះសម្ដេចសាយឈុំមកប្រើប្រាកដមែន ការវាស់វែងនៅតែក្រូចចឹងក៏អត់បានប្រាប់តែក្រូចចឹងអត់មានបានមានការតបអត់ដឹងបាទមកចាក់លេខចាក់អីចឹងទៅបានមានការប្រតិកម្មពីជាបរិបទគុំអូគីចឹងគេចេញត្រង់បាទបាទពីបបារៀនបាត់ទាំងនេះណាបងតែទឹកចាក់ត្រីនេះបាត់តែក្រូចទេក៏គុំអូគីទៅក្រោមបាទចុះពូមានដំណោះស្រាយយ៉ាងម៉េចដែរក៏នៅពេលដែលលោកមេភូមិនិងប្រជាពលរដ្ឋគាត់បានដាក់ពាក្យទៅខាងឃុំអត់ប្រមាណដំណោះស្រាយទីប៉ុន្តែដំណោះស្រាយទៅម្ដងហើយជួបនឹងអាចារ្យហ្នឹងតែគេថាផ្លាច់សាយឈុំមកឯណានោះតែគេអត់ទេហើយគាត់ហ្នឹងក៏យើងចាក់ចូលបានដែរហើយមេឃុំបន្ទុំក្រាំងមកហើយការប្តឹងមកពីគូមូគីហ្នឹងតាមមុនចូលឆ្នាំបាទតែគាត់បានការទៅស្រុកបញ្ជូនឯកសាររបស់គាត់ហ្នឹងទៅស្រុកទីបាទហើយចឹងពាក់ព័ន្ធនឹងគូមូគីបានឯកភាពគ្រាមួយគូមូគីពីគូមុនហ្នឹងហើយកន្លែងហ្នឹងជុកជាកន្លែងធ្វើបុណ្យសម្រាប់ធ្វើបុណ្យធ្វើទានសម្រាប់ការដាក់បាលៀនឬកម្មវិធីអីផ្សេងជារួមបាទឡូវដែលគាត់ចូលឈ្មោះយកឯងទៅគូគីគាត់ប្រកាសរីឯលោកស្រីយ៉ែមសុភិបមេឃុំទុំក្រាំងបានថ្លែងប្រាប់ដើមរាំងនៅថ្ងៃទី19ខែឧសភាឆ្នាំ2025ថាខ្ញុំមិនមែនដោះសារយករួចខ្លួនអ្វីទេប៉ុន្តែបើដីនោះស្ថិតក្នុងដែនរដ្ឋបាលភូមិអូកាគីឃុំតាំងក្រូចចុះហេតុអ្វីបានជាមន្ត្រីជំនាញចេញប្លង់ឲ្យមកឃុំទុំក្រាំងលោកស្រីបន្តថាខ្ញុំជឿតាមការអះអាងរបស់ពលរដ្ឋប៉ុន្តែខ្ញុំនឹងសួរជំនាញថាហេតុអ្វីដីនៅឃុំតាំងក្រូចបែរចេញប្លង់ឲ្យឃុំខ្ទុំក្រាំងក្នុងនោះប្រសិនបើតឹងតែងខ្លាំងលោកស្រីនឹងសុំលោកមេភូមិតាសាលដើម្បីប្រគល់ជូនពលរដ្ឋចំពោះសំណួរថាតើដីទំនាស់មួយកន្លែងនេះជាដីសាធារណៈរបស់រដ្ឋឬលោកយ៉ាវយ៉េមេភូមិតាសាលទិញពីគេត្រង់ចំណុចនេះលោកស្រីមេឃុំបានឆ្លើយថាខ្ញុំនឹងសួរនាំលោកមេភូមិតាសាលដើម្បីឲ្យលាតត្រដាងការពិតអញ្ចឹងចាំមើលខ្ញុំចរចាជាមួយនឹងដែងខាងក្រុមជំនាញគេដែលខាងសូយកដីហេតុអីបានជាដីនៅតាមខាងតាំងក្រូចហេតុអីបានជាចេញប្រព័ន្ធឲ្យខ្ទុំក្រាំងហ្នឹងហើយបាទចាហ្នឹងរឿងទី1រឿងទី2បើសិនជាក្នុងករណីដីនឹងខាងតាំងក្រូចមែនសួរថាខ្ទុំក្រាំងខ្ញុំទទួលយកបានដែរអត់ខ្ញុំអត់យកទេបាទបងចាអូនតាមការពិតពាក្យនេះបងទទួលបានយូរហើយអូនតាំងពីមេភូមិក៏គាត់តែមកតាំងពីប្រជាពលរដ្ឋក៏គាត់តែមកតាំងពីអ្នកកសែតក៏គាត់តែមកអីចឹងទៅប៉ុន្តែក្នុងនាមជារដ្ឋបាលឃុំអត់ទាន់ច្បាស់ថាដីហ្នឹងនៅឃុំរបស់បងឬមួយក៏ឃុំតាំងក្រូចបងអត់ទាន់ច្បាស់ឡើយនេះយកមកហើយបើមាសអាធាស្រ័យអត់ឯងចោះបើសិនជាក្នុងលក្ខណៈដែលដីហ្នឹងនៅតាខាងតាំងក្រូចហេតុអីបានជាសូយកដីខេត្តសូយកដីស្រុកចុះប្រព័ន្ធឲ្យមកខ្ទុំក្រាំងចាឥឡូវឯងបច្ចាណាមើលបាទបងបាទហើយមួយវិញទៀតរំខានតិចចង់ដឹងថាដីហ្នឹងពីមុនមកជាដីសាធារណៈមែនឬមួយក៏ឈ្មោះយ៉ាវយ៉េហ្នឹងគាត់មានផ្ទេរកម្មសិទ្ធិពីណាមកបងប្រវត្តិដីហ្នឹងបើបងអាធាស្បៃបងអូនដែរចំណុចត្រង់នេះបងទើបមកថ្មីដែរទេអូនណាបងអត់បានស៊ីជម្រៅទេអូនចាអូនបងទើបអាណត្តិនេះទេបងមិនដោះយករួចខ្លួនអីទេអូនបាទអញ្ចឹងណាចាអូនហើយខ្ញុំកំពុងតែឲ្យមេភូមិនឹងគាត់លាតត្រដាងការពិតអស់ពាក់ព័ន្ធនឹងមេភូមិយ៉ាវយ៉េមនឹងណាអូនដើម្បីស្រួលធ្វើការទាំងអស់គ្នាអូនបាទហើយខ្ញុំក៏បាននិយាយជាមួយគាត់ដែរបើស្ថានភាពតឹងតែងពេកទេបងដកខ្លួនថយទៅបងបកគលទៅឲ្យគេទៅអត់អីទេអូនស៊ីសំលើជជែកគ្នានិយាយគ្នាទៅទេអញ្ចឹងទៅណាអូនចំណែកលោកមុតផើនអភិបាលស្រុកសំរោងតើងមិនអាចសុំការបកស្រាយបានទេគណៈទូរស័ព្ទចូលហើយគ្មានអ្នកទទួលចំពោះលោកតាប់ម៉ាឡៃប្រធានមន្ត្រីរៀបចំណែដីនគររូបនីយកម្មសំណង់និងសូរិយោដីខេត្តកំពង់ស្ពឺទទួលទូរស័ព្ទហើយលោកថាមិនច្បាស់ទេលោកដើមរាំងខលទៀតលែងចូលតែម្ដងទោះជាយ៉ាងណាក្ដីពលរដ្ឋជិត200គ្រួសារ
សូមស្នើយ៉ាងទទូចដល់ឯកឧត្តមជាមច័ន្ទសុភ័ណ្ឌអភិបាលខេត្តកំពង់ស្ពឺឯកឧត្តមកតេនិកសលបណ្ឌិតអមយន្តទៀងទេសរដ្ឋមន្ត្រីប្រធានអង្គភិបប្រឆាំងអំពើពុករលួយឯកឧត្តមអភិសិទ្ធិបណ្ឌិតសសុខាឧបនាយករដ្ឋមន្ត្រីក្រសួងមហាផ្ទៃឯកឧត្តមសាយសំអាល់ឧបនាយករដ្ឋមន្ត្រីក្រសួងរៀបចំណែនដីនគររូបនីយកម្មនិងសំណង់ជាពិសេសសម្ដេចធិបតីហ៊ុនម៉ាណែតនាយករដ្ឋមន្ត្រីនៃកម្ពុជាដោយពួកគាត់មានសំណុំពរចំនួន3ចំណុច1សូមឲ្យរំលាយវិញ្ញាបនបត្រសម្គាល់ម្ចាស់អចលនវត្ថុលេខ 050704/1127 ដែលមានក្បាលដីលេខ 1127 ដោយក្តីអនុគ្រោះដើម្បីដកហូតដីនេះទុកជាសម្បត្តិរដ្ឋវិញសម្រាប់ប្រើប្រាស់ជាប្រយោជន៍រួម 2. សូមឲ្យបើកការស្រាវជ្រាវចំពោះភាពមិនប្រក្រតីនៃការកសាងវិញ្ញាបនបត្រសម្គាល់អចលនវត្ថុខាងលើនិងទី 3 សូមឲ្យចាត់វិធានការលើមន្ត្រីពាក់ព័ន្ធដែលហ៊ានយកដីរដ្ឋទៅកាត់ជ្រៀលឲ្យក្លាយជាកម្មសិទ្ធិឯកជនក្នុងនោះប្រសិនបើគ្មានចំណាត់ការនិងគ្មានដំណោះស្រាយទេគឺពួកគាត់មិនព្រមជាដាច់ខាតដើមរាំងជាជំរកព័ត៌មានពិត